សួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺខ្ញុំធ្វើការបង្ហាញបងប្អូនតាក់ទងជាមួយនឹងកន្លែងត្រីក្រឹមក៏ដូចជាការវិវត្តបាទសន្សំនៃកន្លែងត្រីក្រឹមផងដែរអញ្ចឹងបងប្អូនបានឃើញលូថ្មីនេះគឺខ្ញុំដាក់10លូបាទដាក់10លូប៉ុន្តែទៅតែគេដឹកមកបាន5ទេបងប្អូនបាទដឹកមកបាន5នៅ5ទៀតដាក់នៅខាងស្ដាំនេះអញ្ចឹងមុននោះគឺខ្ញុំដាក់10លូបងប្អូនបាទដាក់10លូឥឡូវដាក់ថែមបាទ5លូទៀតបាទដាក់ឲ្យបាន20លូបងប្អូនបាទអញ្ចឹងកន្លែងនេះគឺជាបរិវេណដែលត្រូវដាក់ហើយបញ្ជាក់ជូនបងប្អូនដែរកន្លែងនេះគឺកន្លែងថ្មីបាទបើកន្លែងចាស់មានលូ40លូក៏ដូចជាមានអាងហើយក៏ដូចជាមានពាងបាទមានពាងបាទមានពាងច្រើនដែរអញ្ចឹងនេះកន្លែងថ្មីហើយដាក់លូនេះគឺដើម្បីអីដើម្បីយកពីកន្លែងចាស់មកបាទស្ទើរហ្នឹងយកមកបំពន់នៅកន្លែងថ្មីដោយសារកន្លែងថ្មីនេះបាទខ្ញុំនៅតំណឹងណាបាទហើយកន្លែងចាស់ហ្នឹងអត់នៅទេកន្លែងចាស់បាទថ្ងៃអីតែម្ដងពីរដងទៅដាក់ចំណីអញ្ចឹងនៅកន្លែងថ្មីនេះអានឹងយើងអាចបំពន់ចំណីតាមពេលទំនេរដែលយើងចង់បំពន់វាអញ្ចឹងត្រីក្រាំយើងធ្វើការបំពន់ចំណីទៅត្រីនឹងវាឆាប់ធំបងប្អូនទាំងអស់គ្នាបាទខាងមុខនេះគឺស្លឹកឆាត់បាទនេះស្លឹកឆាត់ដើមនេះល្អបាទមួយដើមហ្នឹងចូល500ស្លឹកហ្នឹងអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទេបងប្អូនដោយសារបាទគោយន្តដឹកលូវាមកដល់បាទអរគុណជួបខ្ញុំវីដេអូបន្ត